ទីផ្សារហិរញ្ញវត្ថុអន្តរជាតិមិនថានៅសហរដ្ឋអាមេរិកអឺរ៉ុបនិងអាស៊ីបន្តភ័យរំជើបរំជួលខ្លាំងនៅព្រឹកថ្ងៃពុធទី9មេសានេះបន្ទាប់ពីអត្រាពន្ធថ្មីសម្រេចដោយរដ្ឋបាលរបស់លោកដូណាល់ត្រាំបានចូលជាធរមាននៅតាមប្រទេសជាង60ប្រទេសរីឯតម្លៃប្រេងឆៅវិញបានធ្លាក់ថ្លៃមកនៅត្រឹមតែខ្ទង់$60ប៉ុណ្ណោះក្នុងមួយធុងបារីលនៅអាស៊ីដែលពឹងផ្អែកខ្លាំងទៅលើការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកកំពុងតែភ័យបារម្ភជាងគេផ្សារមូលបត្រនីកេនៅទីក្រុងតូក្យូបានធ្លាក់ថ្លៃជាមធ្យមចំនួន4.43%នៅតៃប៉េវិញធ្លាក់ជាង5%តម្លៃប្រាក់វុនរបស់កូរ៉េខាងត្បូងបានធ្លាក់ថ្លៃយ៉ាងគំហុកមិនធ្លាប់មានបើគិតចាប់ពីឆ្នាំ2009មកកូរ៉េខាងត្បូងដែលជាប់ពន្ធដល់ទៅ25%ពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារអាមេរិកទូយ៉ាងដូចជារថយន្តកូរ៉េខាងត្បូងនិងឧបករណ៍អេឡិចត្រូនិកគ្រប់ធននៅថ្ងៃចូលជាធរមាននៃអត្រាពន្ធថ្មីនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសបញ្ចេញកញ្ចប់ប្រាក់ចំនួន$2,000 លានដើម្បីជួយវិស័យផលិតរថយន្តរបស់ខ្លួននៅក្នុងឱកាសលៀងសាយភោគមួយរបស់គណៈបកសាធារណរដ្ឋកាលពីល្ងាចថ្ងៃទី8មេសាលោកដូណាល់ត្រាំបានឡើងនិយាយអួតថាវិធានការអត្រាពន្ធរបស់លោកកំពុងតែធ្វើឲ្យសហរដ្ឋអាមេរិកប្រមូលប្រាក់បានដល់ទៅ$2,000 លានឯណោះក្នុងមួយថ្ងៃក្នុងទឹកមុខធ្វើត្រាប់បែបចំអកលោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបាននិយាយថាមានប្រទេសជាច្រើនណាស់ដែលកំពុងតែខំលៀនអណ្ដាតលឹតគូតរបស់លោកពួកប្រទេសទាំងនេះកំពុងតែសុំទទូចអង្វរលោកចង់ឲ្យធ្វើអីក៏ព្រមដែរសុំឲ្យតែអាមេរិកព្រមចរចាជាមួយតាក់ទិននឹងអត្រាពន្ធសូមបញ្ជាក់ថាពិតជាមានប្រទេសមួយចំនួនពិតមែនដែលបានតាក់ទងទៅ Washington ដើម្បីសុំចរចាលោកដូណាល់ត្រាំបានអះអាងថាការចរចានឹងត្រូវធ្វើមួយករណីម្ដងទៅតាមប្រទេសខុសៗគ្នាពលគឺ Washington នឹងចាប់ផ្ដើមចរចាជាមួយប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកមុនគេដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើមដល់ឡែកចិនដែលរងគ្រោះធ្ងន់ជាងគេជាមួយនឹងអត្រាពន្ធដល់ទៅ104%បានប្រកាសជំហរយ៉ាងរឹងមាំខាននឹងវាយសងសឹកវិញទៅលើទំនិញរបស់អាមេរិកមិនចោះចាញ់ជាដាច់ខាតតស៊ូប្រយុទ្ធដល់ដង្ហើមចុងក្រោយចំណែកសហភាពអឺរ៉ុបវិញគេកំពុងតែពិចារណាដើម្បីដាក់វិធានការឆ្លើយតបទៅលើសេដ្ឋកិច្ចរបស់អាមេរិកតែដោយថ្លឹងថ្លែងបំផុតដើម្បីបញ្ជៀសកុំឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនអឺរ៉ុបខ្លួនឯងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានទូរស័ព្ទទៅនិយាយជាមួយលោកនាយករដ្ឋមន្ត្រីចិនលីឆាំងដោយលោកស្រីបានលើកឡើងថាត្រូវតែរកដំណោះស្រាយតាមការចរចាតែទន្ទឹមនឹងនេះត្រូវតែបញ្ជៀសឲ្យបាននៅការប្រឈមមុខដាក់គ្នាជាមួយនឹងសហរដ្ឋអាមេរិកគូបញ្ជាក់ថាសង្គ្រាមពាណិជ្ជកម្មរបស់រដ្ឋបាលលោកដូណាល់ត្រាំកំពុងតែធ្វើឲ្យសេដ្ឋកិច្ចពិភពលោកត្រូវរំជើបរំជួលភ័យជ្រួលច្របល់ជាពិសេសនៅតាមបណ្ដាប្រទេសក្រីក្រប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងនៅអាហ្វ្រិកអ្នកវិភាគសេដ្ឋកិច្ចបានថ្លែងការបារម្ភថាសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះជាខ្លាំងជាមួយនឹងហានិភ័យអតិផរណាខ្ពស់ប្រជាជនអត់ការងារធ្វើលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថាលោកព្រួយបារម្ភខ្លាំងណាស់ព្រោះថាគឺប្រជាជននៅតាមប្រទេសក្រីក្រដែលប្រឈមខ្លាំងបំផុតទៅនឹងផលប៉ះពាល់អវិជ្ជមានទាំងអស់នេះ